Hello ក៏ដូចជាជំរាបសួរបងប្អូនបាទសូមស្វាគមន៍មកកាន់ Channel របស់ខ្ញុំដូចជា Facebook Page របស់ខ្ញុំបាទអញ្ចឹងថ្ងៃនេះគឺខ្ញុំមានវីដេអូថ្មីសម្រាប់ចែកជូនពុកម៉ែបងប្អូនទស្សនាបាទអញ្ចឹងគឺខ្ញុំបាទចែកអំលែកពីរបៀបធ្វើបង្កើត Facebook profile ទៅជា Facebook professional mode បាទដែលអាចទទួល friend បានច្រើនហើយយើងក៏អាច add ទៅគេបានច្រើនដូចគ្នាបាទលើសពី 5000 អ្នកអញ្ចឹងណាហ្នឹងហើយអញ្ចឹងតើ Facebook ហ្នឹងគេបង្កើតបែបណាហើយprofessional mode គឺមានមួយទៀតគឺបងប្អូនក៏អាចមានសិទ្ធស្នើរកគេហៅថា earn money online ហ្នឹងហើយស្នើរកលុយតាម online អញ្ចឹងហើយគេហៅថា how to create professional mode ហ្នឹងហើយ how to create professional mode អញ្ចឹងបើខ្មែរយើងគឺរបៀបបង្កើត mode អាជីពហ្នឹងហើយ mode អាជីពនៅលើ Facebook អញ្ចឹងកុំឲ្យខាត់ពេលយូរបងប្អូនកុំភ្លេចជួយចុច subscribe និងសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗហើយសូមបញ្ជាក់ខ្ញុំក៏មិនមែនជាអ្នកចេះឬក៏អីខ្លាំងទេគ្រាន់ថាដឹងពីកលឹះខ្លះនិងចង់ចែករំលែកជូនពុកម៉ែបងប្អូនយើងដែលអត់ទាន់បានចេះនិងអត់ទាន់បានយល់អូខេអញ្ចឹងតើធ្វើជាមួយនឹងបងប្អូនទាំងអស់គ្នាអំពីរបៀបបើក mode អាជីពនៅលើ Facebook អូខេបងប្អូនអញ្ចឹងបន្ទាប់ពីយើងចង់បើក mode អាជីពឬក៏ professional mode ដើម្បីរកលុយតាមប្រព័ន្ធ online ឬមួយដើម្បីឲ្យមានមិត្តភ័ក្តិច្រើនឬ friend ច្រើនយើងចុច Facebook នេះមកអូខេបន្ទាប់មកយើងចុចចូល profile រូបចេះមកហ្នឹងហើយបងប្អូនចុចចូលរូបចឹងណាហើយនេះគឺជារូបប្រុសស្អាតបងប្អូនមើលបន្តិចទៅខ្លាចអត់ស្គាល់ខ្ញុំអញ្ចឹងមកយើងចុចនេះត្រេ3នេះឥឡូវខ្ញុំសុំកាល់រូបនេះចុះមកខាងក្រោមបន្តិចអូខេចឹងយើងចុចរូបត្រេ3នេះចុច3ហ្នឹងចុចកន្លែងហ្នឹងមកអូខេហើយយើងអុសទៅក្រោមយើងនឹងឃើញពាក្យមួយគេដាក់ថា professional mode ទេបើខ្មែរអាជីពបើក mode អាជីពបើអង់គ្លេស professional mode ឥឡូវយើងសុំស្ដាប់សិនហ្នឹងហើយPrivacy Center. Search. Turn on professional mode. Turn on professional mode. គេដាក់ថា turn on professional mode ហ្នឹងហើយចុចបកមកអូខេអូខេបងប្អូនអញ្ចឹងបន្ទាប់ពីបានមើលមកហ្នឹងបងប្អូនមើលលក្ខខណ្ឌគេទៅគេបញ្ជាក់លក្ខខណ្ឌយើងអីចឹងញ៉ៃអញ្ចឹងយើងចុច turn on ទីទៅហ្នឹងហើយអូខេសេវាខ្ញុំគឺថាកំពូលអូខេអញ្ចឹងបងប្អូនមិនបើថាមានពេលអានបងប្អូនក៏អានទៅប៉ុន្តែមកដល់កន្លែងនេះគេសួរយើងថាឥឡូវខ្ញុំសូមស្ដាប់បន្តិច Welcome to professional mode. You've unlocked more tools on your profile to help you grow your public presence and achieve your goals. Welcome to professional mode. You've unlocked more tools. អូគឺថាសូមស្វាគមន៍មកកាន់ professional mode ឬក៏ mode អាជីពអីចឹងទៅខ្ញុំសូមស្ដាប់អាក្រៅបន្តិចដើម្បីកុំឲ្យវាខុសអូខេអញ្ចឹងយើងចុចនេះទៀតមកចុចខាងក្រោមនេះទៀតមកអូខេចុចមកចុចខាងក្រោមទៀតអូខេអញ្ចឹងមកដល់កន្លែងហ្នឹងគេឲ្យយើងធ្វើនេះបងមើលលក្ខខណ្ឌគេនៅលើសិនទៅនេះ Choosing a default audience automatically sets the audience for some content you share, but you can always change the audience for a specific post, story. ខ្ញុំមិនដឹងថាបងប្អូនស្ដាប់បានឬអត់ទេតែសម្រាប់ខ្ញុំអ្នករៀននឹងគេដែរគឺខ្ញុំក៏ស្ដាប់បានដែរចង់និយាយអញ្ចឹងយើងចុច public នេះមកអូខេហើយយើងចុចនេះខាងក្រោមនេះមកគេដាក់ថា nick គេដាក់ថា nick អាខាងមុនហ្នឹងក៏ nick ដែរ nick ហ្នឹងស្មើពាក្យខ្មែរបន្ទាប់យើងចុច nick មកអូខេហើយចុចនេះតទៀតអូខេអញ្ចឹងយើងនេះមកនេះចុចទៀតមកចុចរហូតបងប្អូនអូខេអញ្ចឹងយើងចុច nick តទៀតមកអូខេចុចទៀតមើលវាទៅដល់ណាខ្ញុំក៏ចង់ដឹងដែរចុចទៀតបងប្អូនចុចទៀតអូខេអញ្ចឹងវាបន្តដល់ហ្នឹងឥឡូវយើងសាកយើងចុចថយក្រោយវិញមកអូខេអញ្ចឹងដូចជាបើកមិនទាន់បានទេយើងចុចថយសិនបងប្អូនចុចថយសិនយើងចុចចាញ់ហើយយើងចុចចូល profile នឹងមួយសារទៀតទៅបងប្អូនចុចចូលមើលនេះបានហើយបងប្អូនដូចជាបានហើយនេះអូខេបងប្អូនមិញខ្ញុំបើកអត់ទាន់បានទេឥឡូវយើងបើកបានហើយបងប្អូនហ្នឹងហើយគឺ mode អាជីពគឺគេបើកបែបអញ្ចឹងណាហ្នឹងហើយអញ្ចឹងមើល friend ខ្ញុំប្រហែលតោននេះ2.8k followers 2.8 thousand followers 920បាទបងប្អូនកុំមើល friend ខ្ញុំខ្មាស់បងប្អូនទេបាទអញ្ចឹងហ្នឹងហើយអញ្ចឹងរបៀបបើក mode អាជីពprofessional mode គឺមានតែប៉ុណ្្នឹងទេបងប្អូនបាទគឺ apply ខ្លះអីខ្លះចឹងតែកុំឲ្យបងប្អូន set អូខេអញ្ចឹងកុំភ្លេចចុច subscribe ឲ្យ channel ខ្ញុំអ្នកមួយផងអូខេបាយ